សូមសម្ដេចជួយខ្ញុំផងជួយអន្តរាគមន៍ឲ្យខ្ញុំបានចេញពីគុកវិញផងសម្ដេចដោយសារតែខ្ញុំឈួតមកពេលដោយសារតែខ្ញុំខុសមកពេលទើបបានជាខ្ញុំយកផែនទីคล้ายយកទៅប្រើប្រាស់យកទៅបង្ហាញប្រជាពលរដ្ឋប្រឌិតព័ត៌មានបំភ្លៃព័ត៌មានញុះញង់ព័ត៌មានពាក់ព័ន្ធជាមួយបញ្ហាព្រំដែនសូមសម្ដេចជួយខ្ញុំចេញពីគុកវិញផងអ្នកណាគេបងប្អូនមានចាំបានអត់អាចោក្បត់ជាតិសំអានហ្នឹងបាទឥឡូវនេះសំអានរួមជាមួយនឹងបពពួកគេប្រមាណអ្នកគេកំពុងតែតាំងខ្លួនគេធ្វើជាអ្នកចេះដឹងរឿងបញ្ហាព្រំដែនណាបងប្អូនតាមការពិតល្ងងសតពួកអស់នេះបាទសំអានណាបងប្អូនចំណាំមើលឲ្យតែប្រទេសកម្ពុជាមានបំណោះជាមួយនឹងប្រទេសជិតខាងពាក់ព័ន្ធជាមួយបញ្ហាព្រំដែនអាចោក្បត់ជាតិនេះនឹងចេញមុខមកហើយបាទតាំងខ្លួនធ្វើដូចអ្នកចេះដឹងអញ្ចឹងធ្វើដូចអ្នកបកកាយដោះស្រាយហ្នឹងអញ្ចឹងតែធៀបពិតល្ងង10គត់តែម្ដងភ្លើសុទ្ធគេថាអាភ្លើធ្វើចេះបងប្អូនបើមិនភ្លើធ្វើចេះមិនមែនវាចូលគុកទេឆ្នាំ2016ដោយសារតែអាភ្លើនេះវាធ្វើចេះបានបំភ្លៃព័ត៌មានបានប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយព្រំដែនបានយកផែនទីคล้ายយកមកបង្ហាញប្រើប្រាស់ធ្វើឲ្យប៉ះពាល់ទៅដល់ច្បាប់ជាប់គុករយៈពេល2ឆ្នាំពីឆ្នាំ2016ដល់ឆ្នាំ2018បានជាប់គុកហើយ2ឆ្នាំក៏បានធ្វើលិខិតមួយគោរពជូនសម្ដេចតេជោហ៊ុនសែនសម្ដេចនាយករដ្ឋមន្ត្រីនៅពេលនោះសម្ដេចតេជោគាត់គឺជានាយករដ្ឋមន្ត្រីខ្ញុំមានការសោកស្ដាយណាស់ដែលខ្ញុំបានធ្វើកំហុសដ៏ធ្ងន់បាទខ្ញុំបានប្រើប្រាស់ផែនទីคล้ายខ្ញុំបានញុះញង់ខ្ញុំបានលៀបពណ៌ខ្ញុំបានប្រឌិតព័ត៌មានជាច្រើនពាក់ព័ន្ធជាមួយនឹងរឿងព្រំដែននេះខ្ញុំសូមអភ័យទោសសម្ដេចចេះមួយហាក់ហោចចឹងទៅបាទដោយសារតែដឹងខ្លួនណាបងប្អូនក្រោយពីចេញពីគុកវិញប្រូចទៅក្រៅប្រទេសបាត់តទៅពេលដល់ក្រៅប្រទេសបងនឹងមិនហីអញលេងខ្លាចហើយអញលេងខ្លាចច្បាប់នៅស្រុកខ្មែរហើយអញលេងខ្លាចហ៊ុនសែនហើយប្រឌិតរឿងព្រំដែនបន្តទៀតចឹងទៅបាទអញ្ចឹងបានថាអាចចំគួតនេះចរិតឆ្កែវានៅតែឆ្កែវាឈួតនៅតែឈួតហើយរងហើយវាបានលុយពីប្រជាពលរដ្ឋបានស៊ីបានចុកដោយសារតែការបោកប្រាស់ប្រជាពលរដ្ឋដោយសារតែរឿងព្រំដែននឹងឯងហើយក៏នៅតែមានបុគ្គលមួយចំនួននៅជឿទៀតចរិតតន់ដិតក្បត់ជាតិសំអាននេះរួមជាមួយនឹងចរិតរបស់អាចោក្បត់ជាតិសំរងស៊ីវាមិនខុសអំពីសៀមទេណាបងប្អូនអត់ខុសគ្នាទេគឺសេរីតែមួយបងប្អូនមើលចោលសៀមចោលឈ្លានពានយើងហងៃមើលនៅពេលដែលវាដោះស្រាយបញ្ហារឿងព្រំដែនជាមួយនឹងកម្ពុជាវាតែងតែយកផែនទីដោយគូដោយដៃវាផ្ទាល់យកមកដោះស្រាយជាមួយនឹងភាគីកម្ពុជាយើងហើយអាចោសំអាននេះរួមជាមួយនឹងអារ៉ាន់ស៊ីដូចគ្នាឲ្យតែពាក់ព័ន្ធជាមួយព្រំដែនវាទៅដល់រោផែនទីតាមបណ្ដាគាបណ្ដាឡៃតាមសភៅយកមកបង្ហាញយកមកប្រអួតថាវានឹងបកកែព្រំដែនចឹងទៅអញ្ចឹងបានថាអានេះរួមជាមួយនឹងអាចោសៀមវាដូចតែគ្នាមែនណាគេយកផែនទីចឹងយកមកដោះស្រាយដូចកូនក្មេងហ្នឹងបាទតែសម្រាប់ជំហររបស់កម្ពុជាគឺប្រកាន់ច្បាប់អន្តរជាតិគឺដោះស្រាយផ្អែកទៅលើច្បាប់អន្តរជាតិដោយយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិគឺផែនទីបោនគឺតែមួយគត់យកមកសំអាងដើម្បីដោះស្រាយពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនតែសម្រាប់អាចោក្បត់ជាតិសំអានអាចោក្បត់ជាតិសំរងស៊ីរួមជាមួយនឹងអាចោឈ្លានពានសៀមនេះវាចរិតដូចតែគ្នាទេវាចង់ដោះស្រាយជាមួយយើងវាដឹងតែពីយកផែនទីគូដោយដៃវាចឹងទៅយកមកដោះស្រាយអាណាគេយកជាការបាទឥឡូវវាមិនឈួតខ្មែរយើងមួយចំនួនយកផែនទីដែរនៅក្នុងបណ្ដាឡៃក្នុងបណ្ដាគាកន្លែងនេះកន្លែងនោះយកបង្ហាញចឹងទៅខ្ញុំកោតនៅតែមានអ្នកជឿបងប្អូនសូមជឿដោយពិចារណាបាទហើយពាក់ព័ន្ធជាមួយនឹងការប្តឹងទៅតុលាការអន្តរជាតិ ICJ ពាក់ព័ន្ធជាមួយនឹងតំបន់ទាំង4គឺតំបន់មុំបីប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីគឺកម្ពុជាបានដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃទី15ខែមិថុនាឆ្នាំ2025មកម្លេះបាទពាក់ព័ន្ធជាមួយនឹងឯកសារពាក់ព័ន្ធជាមួយនឹងផុសតាងពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យបណ្ដឹងគឺកម្ពុជារបស់យើងគឺបានយល់ច្បាស់ណាស់ព្រោះកម្ពុជាបានឆ្លងកាត់រួចទៅហើយពាក់ព័ន្ធជាមួយនឹងការប្តឹងផ្តល់ទៅតុលាការអន្តរជាតិ ICJ នេះរឿងភាសាព្រះវិហារអញ្ចឹងបើរឿងក្រោយៗនេះគឺកម្ពុជាមិនពិបាកទេអញ្ចឹងសូមឲ្យបងប្អូនធ្វើការរងចាំស្ដាប់លទ្ធផលព្រោះការប្តឹងទៅតុលាការអន្តរជាតិនេះមិនមែនមួយថ្ងៃមិនមែនមួយអាទិត្យមួយខែដោះស្រាយចេញលទ្ធផលនោះទេគឺគេត្រូវការពេលវេលារាប់ឆ្នាំដោយប្រសាព្រះវិហារអញ្ចឹងតែឥឡូវនេះបែរជាមានពួកអាចង្រៃសង្គមមួយចំនួនបំពើសង្គមមួយចំនួនចោលក្បត់ជាតិមួយចំនួនវាបែរជាយកលេសនេះឆ្លៀតឱកាសដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនប្រឌិតព័ត៌មានរឿងព្រំដែនប្រឌិតព័ត៌មានរឿងថាខ្លួននឹងមានសមត្ថភាពក្នុងការប្តឹងចេះមួយចុះពីរចឹងទៅបងប្អូនយល់ឲ្យច្បាស់លុះត្រាតែប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិទើបអាចមានសិទ្ធិក្នុងការប្តឹងទៅតុលាការអន្តរជាតិ ICJ លុះត្រាតែក្នុងនាមជារដ្ឋាភិបាលស្របច្បាប់ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញដែលមានការបោះឆ្នោតទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសបាននិយាយទៅគឺរដ្ឋាភិបាលស្របច្បាប់ទើបមានសិទ្ធិក្នុងការប្តឹងទៅតុលាការអន្តរជាតិ ICJ ក៏ដូចជាគេទទួលស្គាល់ដោយស្របច្បាប់តែបើសិនជាគ្រាន់តែឯងបង្កើតរដ្ឋាភិបាល3នាក់4នាក់ហើយមកតាំងខ្លួនស្អីណាទៅប្តឹងអាណាគេទៅឈួតទទួលបាទអាពួកអត់ហ្នឹងក៏វាដឹងដែរថាអញធ្វើអញ្ចឹងគេអត់ទទួលទេប៉ុន្តែវាព្យាយាមដើម្បីធ្វើសកម្មភាពបោកប្រាស់ប្រជាជន
ចង់ទាញប្រជាប្រិយភាពឆ្លៀតឱកាសទៅពេលហ្នឹងតែប្រជាជនខ្មែរមិនមែនទៅភ្លើណាហើយគិតថាប្រជាជនខ្មែរភ្លើមែនណារាំងស៊ីបាទអ៊ំសំអានបាទប្រជាជនខ្មែរមិនមែនភ្លើទេណាក៏ប៉ុន្តែសូមសំណូមពរបងប្អូនមួយចំនួនតូចដែល10 20 30នាក់ដែលជឿណាសូមជឿដោយពិចារណាដោយខ្ញុំបានលើកឡើងខាងលើអញ្ចឹងលុះត្រាតែប្រទេសនោះជាសមាជិកនៃអង្គការសហប្រជាជាតិហើយរដ្ឋាភិបាលនោះគឺស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញហើយជារដ្ឋាភិបាលដែលស្របច្បាប់ដែលមានការបោះឆ្នោតគ្រប់គ្រងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅប្រទេសនោះមួយមិនមែនឯងចេញមកគ្នា3 4នាក់បង្កើតរដ្ឋាភិបាលរត់ចោលស្រុកបង្កើតរដ្ឋាភិបាលខុសច្បាប់ហើយមកតាំងខ្លួនឯងជាអ្នកស្នេហាជាតិស្រឡាញ់ជាតិតំណាងឲ្យប្រជាជនទូទាំងប្រទេសអាណាគេទៅឲ្យឯងតំណាងសូមបងប្អូនគិតឲ្យច្បាស់អំពីបញ្ហានេះ